ម្ចាស់តំណែង Miss Grand International ឆ្នាំ2021ត្រូវបានប៉ូលីសចាប់ខ្លួនពីបទបោកប្រាស់ទំនុកចិត្តអតិថិជនលក់ស្ករគ្រាប់ Carrier ពួតថាហូបមួយគ្រាប់មានគុណប្រយោជន៍ជំនួសអាហារនិងបន្លែបានមួយចានម្ចាស់តំណែង Miss Grand International ឆ្នាំ2021កញ្ញាគៀនថុកថុយទៀនត្រូវបានឃាត់ខ្លួនយកទៅសួរនាំបន្ទាប់ពីសមត្ថកិច្ចបែបការស៊ើបអង្កេតរកឃើញថានាងពាក់ព័ន្ធជាមួយនឹងករណីផ្សព្វផ្សាយលក់ផលិតផលទំនិញคล้ายៗប្រភេទស្ករគ្រាប់ជំនួសអាហារអួតហួសពីការពិតហូបមួយគ្រាប់មានគុណប្រយោជន៍ជំនួសអាហារនិងបន្លែបានមួយចាននិងធ្វើឲ្យមានរាងស្អាតដូចខ្លួនតែតាមការពិតកម្រិតសារធាតុគីមី Fiber គឺទាបជាងការផ្សព្វផ្សាយយ៉ាងខ្លាំងដែលនោះជាការបញ្ជាក់ពីការផ្សព្វផ្សាយពីគុណភាពคล้ายៗនិងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យោងតាមការផ្សាយទីភ្នាក់ងារស៊ើបអង្កេតនៃក្រសួងសន្តិសុខសាធារណៈវៀតណាមបានឲ្យដឹងនៅថ្ងៃទី19ឧសភាឆ្នាំ2025ថានាងគ្មានថុកថុយទៀនដែលជាកញ្ញាឯកឬក៏ Miss Grand International ឆ្នាំ2021ត្រូវបានចោទប្រកាន់និងចាប់ខ្លួនជាបណ្ដោះអាសន្នពីបទបោកប្រាស់ទំនុកចិត្តអតិថិជនមុនការចោទប្រកាន់នាងថុយទៀននិងជនជាប់ចោទទាំង4នាក់ផ្សេងទៀតត្រូវបានទីភ្នាក់ងារស៊ើបអង្កេតនៃក្រសួងសន្តិសុខសាធារណៈវៀតណាមក៏ហៅឲ្យចូលខ្លួនផ្ដាល់ចម្លើយតាក់ទងនឹងការចែកចាយលក់ផលិតផលទំនិញคล้ายៗប្រភេទអាហារនិងបោកប្រាស់ទំនុកចិត្តអតិថិជនដែលពាក់ព័ន្ធទៅនឹងក្រុមហ៊ុន Coffin Asilab និងក្រុមហ៊ុន CEO Group មិនត្រឹមតែម្ចាស់តំណែង Miss Grand International ឆ្នាំ2021នោះទេប៉ូលីសស៊ើបអង្កេតវៀតណាមបានរកឃើញថាបុគ្គលល្បីឈ្មោះជាច្រើនអ្នកខាងលើពួកគេចែកចាយទំនិញคล้ายៗជាស្ករគ្រាប់ Carrier ដែលចាប់ផ្ដើមការលក់ដំបូងនៅចុងឆ្នាំ2024ស្ករគ្រាប់មួយប្រភេទនេះត្រូវបានគេអះអាងថាអាចមានគុណប្រយោជន៍ជំនួសអាហារនិងបន្លែបានមួយចាននិងជួយបន្ថែមឲ្យមានរាងស្អាតដូចជាកញ្ញាគ្មានធុកថុយទៀនដែលជា Miss Grand International ឆ្នាំ2021ដែលជាអ្នកផ្សព្វផ្សាយស្រាប់ផងដែរដោយឡែកអតិថិជនម្នាក់បានយកស្ករគ្រាប់នោះទៅធ្វើតេស្តហើយរកឃើញថាកម្រិតសារធាតុគីមី Fiber គឺទាបជាងការផ្សព្វផ្សាយយ៉ាងខ្លាំងដែលនោះជាការបញ្ជាក់ពីការផ្សព្វផ្សាយពីគុណភាពคล้ายៗនិងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់សូមរំលឹកថាកន្លងមកបុគ្គលល្បីឈ្មោះពីររូបផ្សេងទៀតមានគង់លីងវីឡុកហាងស៊ូមុកនាងក៏ត្រូវបានចាប់ខ្លួនជាបណ្ដោះអាសន្នពីបទផលិតទំនិញคล้ายៗប្រភេទស្ករគ្រាប់ជំនួសអាហារនិងបោកប្រាស់ទំនុកចិត្តអតិថិជន